ការពីម្សិលមិញនេះរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានទទួលស្នើសុំទៅកាន់តុលាការអូតូសាជាថ្មីដើម្បីសម្រេចកាត់ទោសប្រហារជីវិតអ្នកទោសដែលបានបើកនាវាលេខកាលពីឆ្នាំមុនដែលបណ្ដាលឲ្យជនរងគ្រោះ476នាក់ស្លាប់និងបាត់ខ្លួននៅក្នុងឆ្នាំ2014ក្រោយពីការកាត់ហេតុតុលាការកូរ៉េខាងត្បូងបានសម្រេចកាត់ទោសលោកលីជុនស៊ុកនិងជំនួយការរបស់លោកទាំង12នាក់ដែលបានរួចផុតពីការស្លាប់ឲ្យជាប់ពន្ធនាគាររយៈពេលពី5ទៅ36ឆ្នាំដោយយោងតាមការទទួលខុសត្រូវរបស់ពួកគេពីបទឃាតកម្មដោយការធ្វេសប្រហែសយ៉ាងណាមិញសេចក្តីសម្រេចនេះមិនបានឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋអាជ្ញានិងទោសកំហុសដែលនាវិកបានប្រព្រឹត្តឡើយជាមួយគ្នានេះរដ្ឋអាជ្ញាបានទទូចសារជាថ្មីម្ដងទៀតទៅកាន់តុលាការអូតូនិងតុលាការកំពូលឲ្យធ្វើការពិចារណាឡើងវិញលើបទល្មើសនិងទោសដែលបានធ្វើកន្លងមកក្នុងនោះលោកបានបញ្ជាក់ថានាវិកលីជុនស៊ុកគួរតែត្រូវបានកាត់ទោសប្រហារជីវិតព្រោះតែការកិច្ចខ្លួនពីការសង្គ្រោះជនរងគ្រោះទាំងអស់នោះមានមតិរិះគន់ជាច្រើនចាត់ទុកថាជាការបង្កឡើងដោយសកម្មភាពមនុស្សពលគឺជាភាពអសមត្ថភាពក្នុងការគ្រប់គ្រងរបស់នាវិកនិងភាពធូររលុងក្នុងការចេញបទបញ្ជារបស់រដ្ឋាភិបាលផងដែរទាក់ទិននឹងអបតិវហេតុនេះរដ្ឋាភិបាលបានសម្រេចចេញនូវដំណោះស្រាយលើកដំបូងជូនក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលសំណងនោះនឹងត្រូវផ្ដល់ឲ្យដោយយោងតាមអាយុរបស់ជនរងគ្រោះម្នាក់ៗជាមួយគ្នានេះដែរសម្រាប់ជនរងគ្រោះដែលជាគ្រូទាំង11នាក់នឹងត្រូវទទួលបានសំណងក្នុងមួយនាក់ប្រមាណ$70,000អាមេរិករីឯជនរងគ្រោះដែលជានិស្សិតនឹងត្រូវទទួលបាន$38,000អាមេរិកក្នុងមួយនាក់ម្នាក់យ៉ាងណាក៏ដោយសំណងនេះមិនធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះស្ងប់ចិត្តនោះទេផ្ទុយទៅវិញពួកគេបានប្រឆាំងទៅលើសេចក្តីប្រកាសនោះហើយចោទប្រកាន់រដ្ឋាភិបាលថាកំពុងតែព្យាយាមបង្វែររឿងដែលក្រុមគ្រួសារជនរងគ្រោះបានទាមទារឲ្យការស៊ើបអង្កេតដោយឯករាជ្យនិងត្រឹមត្រូវដើម្បីរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះពីខ្ញុំមុំពិទូសារព័ត៌មានថ្មី.com